តថ្ងៃនេះបងហើយគ្មានអ្វីក្រៅពីអរគុណសម្រាប់អ៊ំពូមីងលោកយាយលោកតាទាំងអស់គ្នាដែលតែងតែខមមិនពាក្យល្អជាពិសេសនៅពេលខ្ញុំទាញទូរស័ព្ទមកព្រលឹមឡើងខ្ញុំឃើញពាក្យខមមិនពាក្យជូនពរល្អគឺខ្ញុំមានអារម្មណ៍ល្អខ្លាំងគឺនិយាយទៅអរគុណខ្លាំងហ្មងដែលជាកម្លាំងចិត្តសម្រាប់ឲ្យខ្ញុំនឹងអាចតស៊ូចំពោះក្នុងមួយថ្ងៃនឹងទៀតអញ្ចឹងណាព្រោះធម្មតាបងនឹងស្រាប់ហើយជីវិតមួយនេះវាមិនងាយស្រួលទេអញ្ចឹងរាល់ពាក្យខមមិនរាល់ពាក្យជូនពរទាំងឡាយគឺជាថ្នាំសម្រាប់និយាយទៅដូចជាថ្នាំមួយគ្រាប់ដែលខ្ញុំអាចលេបនៅព្រលឹមឡើងដែលអាចព្យាបាលផ្លូវចិត្តរបស់ខ្ញុំបានច្រើនអញ្ចឹងណាបងអញ្ចឹងថ្ងៃនឹងដែរខ្ញុំមកស្លមកជូរអ្នកចិត្តខាងទីអីបងពោះស្លហ្នឹងគឺវាមានរសជាតិឆ្ងាញ់មានរសជាតិជូរតិចអីទៅឲ្យផ្អែមឈ្ងុយជីនឹងស្លឹកខ្ទឹមទីអញ្ចឹងខ្ញុំចូលចិត្តវាខ្លាំងណាស់និយាយទៅបើពេលដែលខ្ញុំបានធ្វើម្ហូបជក់ធ្វើម្ហូបហ្មងគឺក្នុងមួយអាទិត្យត្រូវស្លបានម្ដងដែរមកជូរអ្នកចិត្តខាងនឹងបងព្រោះស្លខ្មែរយើងដឹងស្រាប់ហើយគឺត្រូវការផ្លាស់ប្ដូរមុខស្លចៀនឆាអីចឹងទៅគាត់ថាថ្ងៃណាដែលខ្ញុំអត់សូវបានហូបបន្លែគឺខ្ញុំនឹកឃើញស្លហ្នឹងឯងបានមិនមកជូរអ្នកចិត្តខាងស្លកកោមួយទៀតនឹងស្លប្រហាស្លស្លាក់បងចឹងឯនឹងដែរមានម្នាស់ពេញប៉ោះតឡាជាមួយនឹងពោតប្រាំងបងបន្លែប្រើតែប៉ុណ្្នឹងមកក៏បានដែរព្រោះស្លនេះខ្ញុំស្លហើយវាគ្នាតិចបងតែពីអ្នកប្តីឲ្យគាត់អត់ហូបបន្លែហូបអីកាទេក៏ហូបតែទឹកស្លទេចឹងបន្លែនេះជាទូទៅគឺសម្រាប់ខ្ញុំម្នាក់ឯងឲ្យបងមើលស្លបន្លែសម្រាប់ម្នាក់ឯងហើយពេលខ្លះបងខ្លះក៏គាត់ឆ្ងល់ដែរថាស្លអីស្លតិចម៉ែចាហ្នឹងហើយសម្រាប់គ្រួសារខ្ញុំមានសមាជិកតែ2នាក់ទេហើយស្លដែលខ្ញុំស្លហ្នឹងណាជាទូទៅគឺខ្ញុំហូបតាំងពីព្រឹកដល់ល្ងាចគ្រាន់ថាពេលខ្លះខ្ញុំមានបន្ថែមជាម្ហូបក្រៀមទៀតអញ្ចឹងណាដូចជាត្រីអាំងត្រីចៀនអីបន្ថែមតិចទៅប៉ុន្តែសម្រាប់ស្លគឺខ្ញុំស្លញ៉ាំតាំងពីព្រឹកដល់ល្ងាចអញ្ចឹងណាបងហើយនិយាយទៅក៏នៅតែអរគុណបងច្រើនរាល់ពាក្យជូនពររាល់ពាក្យខមមិនល្អអញ្ចឹងជាពិសេសពាក្យខមមិនសម្រាប់ជូនពរប្តីខ្ញុំឲ្យគាត់ឆាប់ជាអីអញ្ចឹងអរគុណខ្លាំងមែនតើហ្មងឥឡូវនេះនិយាយទៅនិយាយមកស្លខ្ញុំនេះចាប់ផ្ដើមពុះឲ្យបងហើយចាប់ផ្ដើមដាក់គ្រឿងដាក់ក្រូវដាក់ម្ទេសដាក់អីចឹងទៅហើយស្លខ្ញុំចូលចិត្តដាក់ម្ទេសផ្ដែតពីលើអញ្ចឹងបងអញ្ចឹងមានអីទេឆ្អិនទេតែស្លថ្ងៃហ្នឹងខ្ញុំបានប្រើជាមួយនឹងពងហើយដោយសារខ្ញុំអត់ចង់ដាក់ហើយរោយជាមួយនឹងអូយេផ្លាស្លហ្នឹងប្រើស្លឹកខ្ទឹមប្រើជីហើយជាមួយនឹងជីម្វងជីអីទៀតហើយមកអមទៀតនិយាយថាឡើងឈ្ងុយបងហើយសម្រាប់ខ្ទឹមពងខ្ញុំតែងតែពងទុកឲ្យបែបហ្នឹងនៅពេលយើងស្លគឺងាយលឿនអញ្ចឹងណាបងអញ្ចឹងបងតោះចូលរួមមួយខ្ញុំទាំងអស់